បាទសួស្តីអ្នកគ្នានៅក្នុងវីដេអូនេះយើងមកសិក្សាអំពីអក្សរ B អត់មានសំឡេងទេនៅក្នុងពាក្យបាទឬក៏យើងហៅថា silent B ណាអ្នកគ្នាអូខេអញ្ចឹងអក្សរ B នៅក្នុងពាក្យមួយចំនួនហ្នឹងអត់មានសំឡេងទេអូខេអ្នកគ្នាមកមើលពាក្យឧទាហរណ៍របស់យើងមួយចំនួនណាបាទពាក្យទី1យើងអានថា thumb បាទអក្សរ TH នេះសំឡេង th អ្នកគ្នា U A M ណាអូខេ B នៅចុងពាក្យនេះអត់មានសំឡេងទេ thumb បាទយើងសំដៅទៅលើមេដៃណាតើគ្នាមើលពាក្យបន្តទៀតមកបាទពាក្យនេះយើងអានថា that បាទ D D E នេះ E បាទ B ត្រង់ទីនេះគឺស្ងាត់ណាអត់មានសំឡេងទេ T ណា that បាទយើងសំដៅលើបំណុលអូខេតើគ្នាមកមើលពាក្យខាងក្រោមមកបាទ comb បាទពាក្យនេះយើងអានថា comb C K បាទ O នេះស្រៈ O M ណាអូខេ B នេះស្ងាត់ដែរcomb គឺស្និតអ្នកគ្នាយើងសំដៅលើស្និតណាតើគ្នាមើលពាក្យចុងក្រោយបាទយើងអានថា doubt អូខេ D D O U នេះស្រៈអៅណាបាទ B នេះគឺ silent ស្ងាត់ T ណា doubt គឺយើងសំដៅលើការសង្ស័យអូខេតើគ្នានៅក្នុងវីដេអូនេះយើងសិក្សាអំពី silent B បាទអក្សរ B ហ្នឹងនៅក្នុងពាក្យមួយចំនួនអត់មានសំឡេងទេហើយដើម្បីយើងអាចសម្គាល់បានតើគ្នាតើតែយើងសិក្សាសញ្ញាអានណាបានយើងអាចដឹងថាអក្សរ B បាទនៅក្នុងពាក្យតើពេលណាមានសំឡេងបាទហើយពេលណាអត់សំឡេងណាចំពោះបងប្អូនដែលចង់សិក្សាអាច comment ពាក្យថារៀននៅខាងក្រោមវីដេអូ Follow for more